អូខេតើអស់គ្នាពាក់ព័ន្ធជាមួយនឹងការដែលមានចំនួនតោះតែងរឿងជំនួយចាដែលខាងប្រូស្នាគាត់បានទៅទទួលយកជំនួយត្រឡប់មកវិញហើយខាងបងអូនស្រីក៏បានប្រកែកតងតាំងយកពាក់ព័ន្ធជាមួយនឹងការដែលថាជួយប៉ុណ្ណេះបានតែប៉ុណ្ណោះខ្ញុំសូមនិយាយត្រង់ចំណុចមួយដែលខ្ញុំចង់ concern ចាហើយខ្ញុំក៏អត់ដឹងថាពីអ្នកគាត់នឹងបើធៀបឲ្យដល់ទៅតើអ្នកណាពិតអ្នកណាមិនពិតឲ្យប្រកបដែរតែខ្ញុំសូម concern ពាក់ព័ន្ធជាមួយនឹងប្រូស្នាពីរចំណុចចាដែលខ្ញុំឆ្ងល់ណាចាទី1ពាក់ព័ន្ធជាមួយនឹងរឿងដែលប្រូស្នាគាត់និយាយថាលុយដែលគាត់បានយកទៅឲ្យនឹងឲ្យអស់ហើយប៉ុន្តែអាលុយ1000ហ្នឹងចរចាក្រៅផ្លូវការបងស្រីហ្នឹងគាត់និយាយថាបើសិនជាប្រកាសទាំងអស់ទៅខ្លាចសប្បុរសជនឃើញច្រើនចាគាត់លែងជួយប៉ុន្តែហើយគាត់ឲ្យប្រូស្នាណាអត់បានថតអត់ថតទុកអត់មានជាវីដេអូជាផុសតាងអញ្ចឹងទៅតែក្នុងនាមជា content creator អ្នកនរខ្ញុំចង់និយាយថាចេះគាត់ជា content creator ផ្នែកសប្បុរសធម៌ចាដល់ពេលគាត់ទៅមិនថតទៅគាត់ទៅដើម្បីអ្វីខ្ញុំសួរចេះវិញគាត់ប្រើពាក្យថាតម្រៃជើង4គង់មានភ្លាត់នេះបើធៀបទៅដូចមនុស្សទៅរៀនយកកតាបទៅអញ្ចឹងចាអញ្ចឹងបើគាត់ទៅអត់ថតទៅគាត់ទៅដើម្បីអ្វីហើយគាត់ចិត្តទៅថតលុយ$200ដែលជាលុយស្មើនឹង80,000រៀលគាត់ចិត្តទៅថតលុយ80,000រៀលហើយអាលុយ1000នោះគាត់អត់ថតចាអញ្ចឹងក្នុងន័យហ្នឹងមិនថាខ្ញុំមិនថាគេគឺឆ្ងល់ដូចគ្នាចាអញ្ចឹងទី2ពាក់ព័ន្ធជាមួយនឹងលុយសប្បុរសជនដែលគាត់បាននិយាយថាលុយដែលគាត់សប្បុរសជនមុនហ្នឹងគាត់ប្រមូលឲ្យអស់ហើយជាង1000ហ្នឹងប៉ុន្តែលុយសប្បុរសជនក្រោយទៀតដែលជួយទៅលើបងស្រីហ្នឹងគាត់បែងចែកទៅជួយអ្នកផ្សេងខ្លះមិនជួយតែម្នាក់ហ្នឹងក៏មិនពិបាកតែម្នាក់ហ្នឹងដែរអានេះខ្ញុំអានេះក្នុងនាមខ្ញុំជាសប្បុរសជនម្នាក់ណាឧទាហរណ៍ថាខ្ញុំមានសទ្ធាទៅលើបុគ្គលហ្នឹងចាអញ្ចឹងកាលណាតែយើងប្រើប្រាស់អាលុយដែលសប្បុរសជនផ្ដល់គោលដៅទៅឲ្យបុគ្គលហ្នឹងយើងយកទៅបែងចែកទៅឲ្យអ្នកផ្សេងអាហ្នឹងវាស្មើនឹងខុសហើយឧទាហរណ៍ថាខ្ញុំត្រូវការជួយបុគ្គលហ្នឹង$500ដោយសារតែបុគ្គលហ្នឹងត្រូវការវះកាត់បន្ទាត់អ្នកនរគ្នាសម័យមកថាឥឡូវប្រូយកលុយហ្នឹងទៅបែងចែកទៅឲ្យអ្នកនេះឲ្យអ្នកនោះអីចឹងទៅចាអញ្ចឹងចុះគ្នាត្រូវការវះកាត់បន្ទាត់ដែលគោលដៅដែលខ្ញុំចង់ជួយគ្នាអញ្ចឹងវាមិនអាសាបងឯគ្នាមិនមានបញ្ហាចាអញ្ចឹងវាអសធាដល់តែខ្ញុំទៀតចាអញ្ចឹងបើយើងជួយខុសគោលដៅដដែលយើងចាំបាច់ផុសរូបបុគ្គលហ្នឹងទៅមែនអត់យើងមិនផុសថាយើងប្រមូលថវិកាទាំងអស់ហ្នឹងដើម្បីទៅជួយជនក្រីក្រគ្រប់គ្នាតែហ្មងទៅមិនហេតុអីចាំបាច់ផុសបុគ្គលហ្នឹងចាកាលណាតែយើងផុសបុគ្គលហ្នឹងគេចង់ជួយបុគ្គលហ្នឹងយើងអត់អាចទៅយកលុយហ្នឹងទៅជួយអ្នកផ្សេងវាខុសចឹងនិយាយចឹងឯងព្រោះអ្នកបើអ្នកផ្សេងយើងចង់ជួយអ្នកផ្សេងយើងផុសអ្នកផ្សេងទៀតមកអញ្ចឹងកាលណាគេមានសទ្ធាចំពោះបុគ្គលហ្នឹងគឺគេជួយបុគ្គលហ្នឹងទៀតឯងខ្ញុំចង់ឲ្យគាត់អញ្ចឹងបើយើងយកលុយគាត់ចេះតែបែងចែកនេះនោះគឺយើងមានន័យថាយើងគេហៅថាបំពេញទៅលើលុយគាត់ឯងឧទាហរណ៍ថាខ្ញុំជាអ្នកជួយខ្ញុំចង់ជួយគាត់ខ្ញុំចង់ផ្ដល់លុយហ្នឹងឲ្យគាត់តាមរយៈប្រូអញ្ចឹងហើយប្រូត្រូវបើប្រូតាំងចិត្តថាប្រូជាអ្នកជំរុញពាក់ព័ន្ធជាមួយនឹង content ផ្នែកសប្បុរសធម៌អញ្ចឹងទូនាទីរបស់ប្រូគឺជំរុញលុយទាំងអស់ហ្នឹងទៅដល់ដៃបុគ្គលដែលខ្ញុំចង់ផ្ដល់ឲ្យអញ្ចឹងទូនាទីរបស់ប្រូគឺប៉ុណ្ណឹងបើពាក់ព័ន្ធជាមួយនឹងហើយបើពាក់ព័ន្ធជាមួយនឹងបងស្រីម្នាក់ដែលគាត់មានកូនមានបញ្ហាទឹកដក់ក្នុងខួរក្បាលហ្នឹងខ្ញុំក៏មិនដឹងថាបងប្រវត្តិពីមុនរបៀបមិនឬក៏បងដូចគេនិយាយមែនអត់អាហ្នឹងខ្ញុំអត់ដឹងទេហើយខ្ញុំនិយាយតាមត្រង់ខ្ញុំខ្លាចណាស់កាត់ក្តីលើមនុស្សខុសចាអញ្ចឹងហើយបើសិនជាបងពិតជាបានធ្វើដូចអ្វីដែលគេនិយាយមែនអានេះយើងបើនិយាយក្នុងន័យបនបាបចាឥឡូវបងអ្នកធ្វើទេវតាអ្នកមើលណាចាអញ្ចឹងបើសិនជាមានកាក់ន័យគេហៅថានិយាយទៅរឿងបនបាបចាអាហ្នឹងបនបាបកាលណាតែយើងសាងអីយើងទទួលហ្នឹងហើយតែបើសិនជាបងមិនបានធ្វើក៏សូមជូនពរឲ្យបងទទួលបានយុត្តិធម៌នៅក្នុងពេលឆាប់ចាអញ្ចឹងវីដេអូនេះក៏មានតែប៉ុណ្្នឹងទេអរគុណច្រើន